បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនដែលឆ្លាញ់ខាងវិស័យកសិកម្មរបស់សិទ្ធទាំងអស់គ្នាហ្នឹងហើយបងប្អូនវីដេអូនេះដែរខ្ញុំបាទមកចេញធ្វើលម្អិតហ្នឹងហើយតាំងពីដើមរហូតដល់ចប់បងប្អូនហ្នឹងហើយឲ្យបងប្អូនបានចេះបានយល់ហ្នឹងហើយនេះគឺសិទ្ធិច្បាប់យើងក៏ដល់បែបលក្ខណៈគូសាបងប្អូនហ្នឹងហើយគូសាផ្ទាល់ដីដល់ដាក់នឹងត្រកថាចែកបងប្អូននេះគឺទិន្នផលសិទ្ធិហើយមុននឹងយើងចាប់ដើមគឺយើងត្រូវមានច្បាប់បងប្អូនហ្នឹងហើយអ្វីដែលយើងត្រូវទៀមគឺច្បាប់គឺយើងត្រូវតាមទឹកហ្នឹងហើយរយៈពេល2ថ្ងៃបងប្អូនហ្នឹងហើយបើសិនជាបងប្អូនអត់មានន័យតាមទេគឺយើងត្រូវយកទឹកស្រោចទឹកស្រោចណាបងប្អូនស្រោចជន់ទៅរយៈពេល2ទៅ3ថ្ងៃដើម្បីឲ្យជក់ទឹកបន្ទាប់ពីយើងតាម2ថ្ងៃរួចយើងចាប់ដើមមកស្រង់ច្បាប់ដាក់លើកណាត់កស៊ូឲ្យស្រក់ទឹករយៈពេល10នាទីបងប្អូនហ្នឹងទោះពីយើងស្រង់ច្បាប់ស្រក់ទឹករយៈពេល10នាទីគឺយើងយកម្សៅផ្អាប់ណាបងប្អូនម្សៅផ្អាប់ម្សៅសម្រាប់មេរោគដើម្បីបាចទៅលើច្បាប់ផ្អាប់ហ្នឹងហើយបន្ទាប់ពីយើងបាចផ្អាប់យើងគឺជ្រោកច្បល់ឲ្យសពហ្នឹងហើយបន្ទាប់មកគឺយើងយកជីទឹកបងប្អូនជីទឹកជំនួយជីទឹកបំពន់សម្រាប់ជីទឹកកន្លះលីត្រយើងអាចលាយទឹក5លីត្រទៅ10លីត្របងប្អូនអរគ្នាដើម្បីស្រោចផ្អាប់ហ្នឹងហើយការផ្អាប់គឺយើងបាញ់ផ្អាប់បងប្អូនយើងប្រើធុងបាញ់ផ្អាប់បើសិនជាបងប្អូនអត់មានធុងបាញ់ទេគឺយើងប្រើបោយស្រោចដំណាំបងប្អូនណាស្រោចបន្លែហើយបន្ទាប់ពីយើងស្រោចជីទឹករួចគឺយើងត្រូវផ្អាប់រយៈពេល3ថ្ងៃបងប្អូនយ៉ាងតិច2ទៅ3ថ្ងៃហើយការផ្អាប់គ្របផ្អាប់គឺយើងត្រូវគ្របផ្អាប់ដាក់50ថ្ងៃណាបងប្អូនដើម្បីឲ្យច្បាប់យើងចាប់តន់ចាប់កាច់ហ្នឹងសម្រាប់មេរោគបងប្អូនអរគ្នាយើងគ្របដាក់50ថ្ងៃរយៈពេល3ថ្ងៃពេលយក3ថ្ងៃបន្ទាប់ពីយើងគ្រប់3ថ្ងៃរួចយើងចាប់ដើមអនុវត្តដាក់មេណាបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលចង់រៀនហ្នឹងចង់មានអាជីពមួយនៅផ្ទះបងប្អូនអាចឡើងមករៀនជាមួយច្បាប់ផ្ទាល់បានអាចរៀនបានបងប្អូនដាក់ថាច្បាប់នៅទីខេត្តកំពង់ឆ្នាំងហ្នឹងបងប្អូនហើយនេះគឺយើងប្រូបងប្អូនប្រូផ្អាប់ប្រកបឲ្យជាប់បងប្អូនដាក់50ថ្ងៃបងប្អូនយើងទុករយៈពេល3ថ្ងៃបងប្អូនហើយសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការមេផ្សិតខាងខ្ញុំមានវិធីឈុតសម្រាប់រៀនដាំលក្ខណៈគ្រួសារបងប្អូនអាចតតតាមលេខឬ call ឬឆាតចូល page បានបងប្អូនណានេះគឺច្បាប់យើងបានផ្អាប់រួចហើយបងប្អូនរៀនផ្អាប់រួចរាល់ហើយយើងចាប់តាមលេខមេបងប្អូនហើយការលេខមេនេះដែរគឺយើងលាយជាមួយចំណីសម្រាប់ចំណីសម្រាប់1គីឡូយើងអាចលាយមេ10ទៅ20កញ្ចប់ណាបងប្អូនហ្នឹងហើយសម្រាប់ឈុតរៀនដាំលក្ខណៈគ្រួសារខាងខ្ញុំមានទីពីឈុតបងប្អូនមានជីទឹកមានមេផ្សិតមានម្សៅសម្រាប់មេរោគហ្នឹងហើយសម្រាប់បងប្អូនចង់សាកល្បងអាចជាវិធីឈុតបានបងប្អូនអរគ្នាវីដេអូនេះដែរគឺលម្អិតហ្នឹងហើយ100%ណាបងប្អូនហ្នឹងហើយបើសិនជាបងប្អូនមើលអត់យល់ត្រង់ចំណុចណាមួយបងប្អូនអាចឆាតចូល page ឬ call តាមលេខខ្ញុំបាទផ្ទាល់បានហើយសម្រាប់បងប្អូនដែលត្រូវការមេផ្សិតយកទៅដាក់រោងដាក់មិនថាខ្នាតតូចខ្នាតធំបងប្អូនអាចតាក់ទងបានខាងខ្ញុំបាទមានលក់ចំណាយយកច្រើនទៅធូរថ្លៃណាបងប្អូនហ្នឹងហើយបន្ទាប់ពីយើងលេងមេរួចយើងមកចាប់ដើមដាក់ច្បាំងញាត់ច្បាំងព្យាយាមញាត់ឲ្យណែនណាបងប្អូនអរគ្នាហ្នឹងហើយយើងញាត់ឲ្យណែនកណាហាប់កណាល្អកណាដាក់ច្បាំងទៅច្រើនទៅល្អបងប្អូនអរគ្នាហើយច្បាំងគឺបញ្ជាក់បងប្អូនយកច្បាំងដែលល្អហ្នឹងហើយច្បាំងស្ងួតណាបងប្អូនមិននឹងយើងយកមកប្រើគឺយើងត្រូវប្រើច្បាំងស្ងួតមិនឲ្យយកច្បាំងផុយច្បាំងសើមមកធ្វើទេបងប្អូនណាហ្នឹងហើយមានន័យថាច្បាំងដែលខូចបងប្អូនអរគ្នាយើងត្រូវរកច្បាំងដែលល្អបន្ទាប់ពីយើងរយមេរួចរាល់គឺយើងចាប់ដើមយកទៅដាក់ត្រៀមនឹងក្របណាបងប្អូនហ្នឹងហើយមុននឹងយើងក្របគឺយើងត្រូវមានឈើឬក៏អិតដើម្បីកល់ច្រែងឲ្យផុតពីដីអាចមកទឹកទៅពីទឹកនឹងអាចមកចង្អាមណាបងប្អូនអរគ្នាហ្នឹងហើយហើយមេដែលយើងសល់យើងអាចយកមករយពីលើដូចក្នុងវីដេអូហ្នឹងចឹងបងប្អូនណាហើយយើងបាចទៅគីនខាងក្រោមទៅហ្នឹងហើយឲ្យវាដុះបានច្រើនបងប្អូនអរគ្នាហ្នឹងហើយអនុវត្តទៅតាមវីដេអូហ្នឹងធានាថាបានសិទ្ធិហូបគ្រប់គ្នាណាបងប្អូនហ្នឹងហើយបន្ទាប់ពីយើងរយមេរួចរាល់គឺយើងក្របពីបាងពីលើតិចតិចបងប្អូនបន្ទាប់ពីយើងដាក់មេរួចរាល់អស់ហើយយើងក្របពីបាងរួចរាល់ហើយគឺយើងចាប់បានបាញ់ទឹកបងប្អូនហ្នឹងហើយបាញ់ទឹកបន្ថែមផ្សើមប្រហែលជា20ទៅ30%ណាបងប្អូនរួចបានយើងចាប់បានក្របគឺយើងក្របបន្ទុំមេក្របឲ្យចិត្តសកត់ឲ្យជាប់ណាបងប្អូនជុំវិញហ្នឹងគឺទុករយៈពេល3ថ្ងៃបងប្អូនណាហ្នឹងហើយបើអាចយ៉ាងយូរ4ថ្ងៃបងប្អូនហ្នឹងហើយសិនជាបងប្អូនវល់រួចរាល់គឺយើងមកបើកដើម្បីប្រាជ្ញស័យនឹងគេហៅប្រាជ្ញស័យស្គាល់ផ្សិតណាបងប្អូនគឺយើងស្រោចបែបហ្នឹងបាញ់បែបហ្នឹងមកហើយបើសិនជាបងប្អូនអត់មានធុងបាញ់ទេគឺប្រើបោចបន្លែបងប្អូនយើងបាញ់ជុំវិញស្រោចជុំវិញខាងគីងកញ្ចែងហ្នឹងបងប្អូនណាបាទហ្នឹងហើយបើសិនជាបងប្អូនអត់មានគឺបោចស្រោចបន្លែស្រោចមកប្រហែលជាខ្ទង់ទឹកប្រហែល30ទៅ40%បងប្អូនបន្ទាប់ពីយើងប្រាជ្ញស័យរួចគឺយើងចាប់ដាក់ចំហបងប្អូនចំហជើងជុំវិញហ្នឹងហើយបើកញ្ចែងយើងតិចរោងយើងតូចយើងដាក់3 4ដុល្លារបងប្អូនណាហ្នឹងជុំវិញសងខាងយកអត់កលនេះមកហ្នឹងហើយបើអត់យើងកាត់ដបកាត់សយោឲ្យកលដាក់បងប្អូនអរគ្នាបន្ទាប់ពីយើងប្រាជ្ញស័យរួចផ្សិតចន្លោះពី1អាទិត្យទៅ10ថ្ងៃណាបងប្អូនផ្សិតចាប់ដើមចេញអាចយ៉ាងយូរបំផុតពី10ថ្ងៃយើងបានប្រមូលផលពី10ថ្ងៃទៅ15ថ្ងៃបងប្អូនយ៉ាងយូរផ្សិតចាប់ដើមបានប្រមូលផលហ្នឹងហើយបងប្អូនអាយុកាលនៃការប្រមូលផលគឺតិចមែនតើបងប្អូនអរគ្នាហ្នឹងហើយត្រឹមតែ12ទៅ15ថ្ងៃទេគឺយើងអាចបានសិទ្ធិហូបហ្នឹងហើយបងប្អូនអរគ្នាណាបានសិទ្ធិហូបបានសិទ្ធិលក់ហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់រៀនចង់មានជំនាញពិតប្រាកដអាចតាក់ទងឆាតឬ call មកខ្ញុំបាទតបានបងប្អូនអរគ្នានេះគឺទិន្នផលផ្សិតគឺល្អមែនតើលក្ខណៈគ្រួសារហ្នឹងហើយអរគុណសម្រាប់ពុកម៉ែបងប្អូនដែលតែងតែគ្រប់គ្រងជួយទិញមេផ្សិតពីខាងខ្ញុំបាទទៅហ្នឹងហើយសម្រាប់ទីតាំងនៅទីរំខានកំពង់ឆ្នាំងហ្នឹងហើយសម្រាប់ព័ត៌មានបន្ថែមលម្អិតសម្រាប់បងប្អូនដែលមិនយល់មើលវីដេអូមិនយល់ត្រង់ចំណុចណាមួយអាចឆាត call មកសួរខ្ញុំបាទផ្ទាល់បានបងប្អូនបើសិនជាបងប្អូនចង់បើកជាអាជីវកម្មមិនថាខ្នាតតូចខ្នាតធំបងប្អូនខាងខ្ញុំបាទមានទទួលបង្រៀន
មានទៅតម្លឹងរោងទៅបរិញ្ញាដល់ផ្ទះបងប្អូនហ្នឹងហើយតាមដែលបងប្អូនត្រូវការអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានអរគុណច្រើន